នៅភាគខាងត្បូងរដ្ឋអូហាយ៉ូសហរដ្ឋអាមេរិកកុមារនិងយុវជនចំនួន16នាក់ដែលមានអាយុចាប់ពី18ខែដល់18ឆ្នាំត្រូវបានអាជ្ញាធររកឃើញថាកំពុងរស់នៅក្នុងស្ថានភាពដ៏អាក្រក់បំផុតករណីនេះត្រូវបានអគ្គរដ្ឋអាជ្ញារដ្ឋអូហាយ៉ូចាត់ទុកថាជាករណីបង្ខាំងមនុស្សដ៏ឃោរឃៅបំផុតមួយដែលនាំទៅដល់ការចាប់ខ្លួនឪពុកម្ដាយនិងជីដូនជីតារបស់ពួកគេយោងតាមក្រុមអ្នកស៊ើបអង្កេតកុមារទាំងនេះត្រូវបានបង្ខាំងទុកក្នុងបន្ទប់តូចមួយទំហំត្រឹមតែ 3.5 ម៉ែត្របួនជ្រុងអស់រយៈពេលជិត4ឆ្នាំបន្ទប់នោះពោរពេញទៅដោយលាមកមនុស្សហើយអាជ្ញាធរបានវិតម្លៃថាស្ថានភាពរស់នៅរបស់ពួកគេគឺអាក្រក់ជាងសត្វទៅទៀតការបង្ខាំងនេះបានបណ្ដាលឲ្យកុមាររងគ្រោះទាំងនោះទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយពួកគេមិនបានទទួលការអប់រំមិនមានការលូតលាស់ត្រឹមត្រូវនិងភាគច្រើនមិនចេះនិយាយឬនិយាយបានតិចតួចបំផុតកុមារដែលមានវ័យចាស់ជាងគេ18ឆ្នាំមានបញ្ហាប្រព័ន្ធប្រសាទរហូតមិនស្គាល់ឈ្មោះខ្លួនឯងផងកុមារ3នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមក្រោយការរំដោះជាលទ្ធផលឪពុកម្ដាយនិងជីដូនជីតារបស់កុមារទាំងនោះត្រូវបានចាប់ខ្លួននិងប្រឈមមុខនឹងការចោទប្រកាន់រហូតដល់10ករណីពាក់ព័ន្ធនឹងការបង្កគ្រោះថ្នាក់ដល់អាយុជីវិតអានីតិជនពួកគេត្រូវបានឃុំខ្លួនដោយតុលាការតម្រូវឲ្យបង់ប្រាក់ធានាខ្លួនចំនួន$30,000ក្នុងម្នាក់ហើយត្រូវបានហាមឃាត់មិនឲ្យតាក់ទងកូនចៅរបស់ខ្លួនទៀតឡើយ។